បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមអាប់ដេតពីកូនទន្សោងមួយក្បាលដែលនៅព្រៃឈើសហគមន៍8មុំស្រុកតកលខេត្តកំពង់ស្ពឺសភាពវាថ្ងៃនេះយើងឃើញថារឿងល្អប្រសើរច្រើនភាសាអ្នកមើលថែនៅទីនោះគឺដិតដល់ល្អហើយមើលសកម្មភាពគាត់ទាំងអស់គឺឆ្លាស់វិញគ្នាមើលទាំងយប់ទាំងថ្ងៃគឺតាមដានវាខ្លាំងតែមានបញ្ហាអីក៏គាត់អាប់ដេតប្រៀបមកខាងចិត្តសត្វយើងដែរហើយឥឡូវនេះយើងឃើញថាសភាពវាល្អច្រើនហើយវាអាចទំពាអៀងបានប៉ុន្តែយើងនៅតែបន្តតាមដានមើលដោយសារវាជាប្រភេទសត្វព្រៃហើយវាជាកូនសត្វដែលនៅក្មេងទៀតហើយកូនទន្សោងនេះប្រវត្តិរបស់វាហ្នឹងគឺយើងជួយពីវងឆ្កែតែស្ថិតនៅក្នុងព្រៃសហគមន៍8មុំនឹងដដែលទេប៉ុន្តែរយៈពេលមកដល់ថ្ងៃនេះគឺរយៈពេលវាមានអាយុប្រហែលជាមួយខែប៉ុន្តែសុខភាពរបស់វាគឺមិនដំណោយផលទេគឺវាខ្សោយទប់ទ្រោមមិនសូវមានការលូតលាស់អស់ទេហើយសូមជែកផងដែរកូនសោងនេះគឺវាឈឺទម្ងន់មកដល់2ដងរួចទៅហើយសារនេះគឺវាមានប្រភេទធ្ងន់ធ្ងរជាងលើកទី1និងលើកទី2ចង់រីមិនក៏បានដូចជាវាចូលមកពីការប្រែប្រួលអាកាសធាតុផងដែរដោយសារមួយរយៈនេះគឺមេចូលយ៉ាអើយគ្លៀងរលឹមប្រហែលថ្ងៃនេះជាប់នេះគឺរលឹមហូបចឹងទៅធ្វើឲ្យកូនទន្សោងនេះវាមានលទ្ធភាពមិនសូវល្អប៉ុន្តែក្រោយរយៈពេលដែលយើងជាបាលរយៈពេល3ថ្ងៃមកនេះយើងឃើញថាសភាពកូនទន្សោងនេះគឺវាល្អច្រើនហើយបុគ្គលិកនៅទីនោះគឺមានការយកចិត្តទុកដាក់ជាខ្លាំងចំពោះការមើលថែទៅលើកូនទន្សោងមួយក្បាលនេះហើយមិនមែនត្រឹមតែកូនទន្សោងនោះទេកូនទន្សោងមុនមួយដែលមានឈ្មោះថាមុំហ្នឹងឥឡូវហ្នឹងអាយុវាហ្នឹងគឺធំហើយនឹងមានកូនប្រុសស្បូវមួយក្បាលទៀតសុទ្ធតែជាកូនសត្វដែលយើងជួយសង្គ្រោះមកពីទីតាំងផ្សេងគ្នាដូចជាមុំហ្នឹងកូនទន្សោងហ្នឹងគឺយើងបានជួយចេញពីចកាលពោដោយសារគេដុតចកាលពោដើម្បីកម្មអំពៅហើយនឹងកូនប្រុសមួយក្បាលទៀតនោះគឺយើងជួយមកពីខេត្តកាចេះគឺមកពីខាងស្រែជីខេត្តកាចេះហ្នឹងហើយកូនប្រុសហ្នឹងគឺយើងបានទៅសង្គ្រោះពីប្រជាជនដែលគេចាប់យកទៅហ្នឹងដូចជាមានការជួញដូរផងដែរប៉ុន្តែដោយសារមានបងម្នាក់គាត់ចិត្តល្អហ្នឹងគាត់បានជួយហើយក៏បានបរិច្ចាគមកខាងអង្គការដើម្បីឲ្យខាងអង្គការយើងហ្នឹងមើលថែបន្តនៅសហគមន៍ព្រៃឈើ8មុំស្រុកតកលខេត្តកំពង់ស្ពឺទីនោះប្រែឯងមកក្នុងខ្នងរហូតនៅក្រោយនេះទៅមកពីលេងទឹកឯនេះហើយហ្នឹងចូលអត់មានតំណាងបាយឡើយហ្នឹងហើយចឹងនៅរកទឹកដក